សួស្តីនឹងសូមជម្រាបសួរពុកម៉ែបងប្អូនអំពុំមីងទាំងអស់គ្នាថ្ងៃនេះគឺនៅខ្ញុំមកបេះផ្លែពេញប៉ោះស្រោមពុកម៉ែបងប្អូនបើនិយាយអំពីផ្លែពេញប៉ោះស្រោមនេះពុកម៉ែបងប្អូនគឺអត្ថប្រយោជន៍ច្រើនមែនទែនតែម្ដងជាពិសេសវាសម្បូរទៅដោយវីតាមីន C នៅពេលដែលយើងញ៉ាំវាបានគ្រប់គ្រាន់គឺល្អសម្រាប់ភ្នែកយើងណាពុកម៉ែបងប្អូនគឺធ្វើឲ្យភ្នែកភ្លឺតែម្ដងហើយភ្លេងពេញប៉ោះស្រោមនេះផងដែរពុកម៉ែបងប្អូនគឺមានច្រើនប្រភេទណាមានពេញប៉ោះស្រោមមួយប្រភេទទៀតគឺមានរសជាតិជូរតែពេញប៉ោះស្រោមប្រភេទដើមផ្លែរៀងឆ្នោតនេះពុកម៉ែបងប្អូនញ៉ាំទៅគឺថាមានរសជាតិឆ្ងាញ់មែនទែនតែម្ដងនិយាយទៅនាងខ្ញុំមកបេះញ៉ាំរាល់ថ្ងៃតែម្ដងបើមួយប្រភេទដែលនាងខ្ញុំផុសអំពីឆ្នាំទៅពុកម៉ែបងប្អូនគឺមានរសជាតិជូរហើយផ្លែរបស់វាគឺតូចតែផ្លែពេញប៉ោះស្រោមនេះគឺមានរសជាតិឆ្ងាញ់ណាស់និយាយទៅពេញប៉ោះស្រោមគឺអត្ថប្រយោជន៍ច្រើនមែនទែនពុកម៉ែបងប្អូននាងខ្ញុំធ្លាប់ធ្វើអត្ថាធិប្បាយម្ដងរួចទៅហើយប្រសិនបើពុកម៉ែបងប្អូនចង់ដឹងអំពីអត្ថប្រយោជន៍របស់ផ្លែពេញប៉ោះស្រោមពុកម៉ែបងប្អូនអាចទៅមើលនៅក្នុងវីដេអូនឹងទៀតបានពេញប៉ោះស្រោមក៏ជួយជាបាជំងឺទឹកនោមផ្អែមផងដែរពុកម៉ែបងប្អូនហើយជួយកាត់បន្ថយជំងឺមហារីកបើយើងញ៉ាំបានគ្រប់គ្រាន់គឺល្អសម្រាប់សុខភាពណាស់ពុកម៉ែបងប្អូនធម្មជាតិគឺបែបនេះឯងពុកម៉ែបងប្អូននិយាយទៅដើមនេះគឺមានរសជាតិឆ្ងាញ់បើកាលដើមដែលនាងខ្ញុំផុសចែកជូនដល់ពុកម៉ែបងប្អូនកាលពីលើកមុននោះគឺរសជាតិវារៀងជូរតែនេះគឺរសជាតិឆ្ងាញ់តែម្ដងផ្លែច្រើនទៀតណាមើលណែអូយផ្លែច្រើនណាស់ពុកម៉ែបងប្អូនអើយឆ្ងាញ់មែនទែនហើយផ្លែវាធំទៀតបើយើងញ៉ាំបានច្រើនជួយឲ្យភ្នែកយើងភ្លឺថ្លាតែម្ដងហើយវីដេអូបរទេសមួយក៏បានបញ្ជាក់ដែរថាយើងញ៉ាំផ្លែពេញប៉ោះស្រោមគឺធ្វើឲ្យភ្នែកយើងភ្លឺហើយជួយកាត់បន្ថយជំងឺមហារីកទុំម្នាក់ប៉ុន្តែអាចញ៉ាំបានហើយ